ហើយនៅស្រុកហ្នឹងវាមានកម្មវិធីគេគ្រប់8ខែត្រជាក់ក៏មាន activity មានសម្រាប់កីឡាគេលេងខែត្រជាក់គេធ្វើឲ្យលេងបានខែកណ្ដៅមានកីឡាខែកណ្ដៅហើយមនុស្សមកលេងរហូតអ្នក take care park ហ្នឹង city វានៅមើលការខុសទៅរហូតមានប្រាក់ខែមានអីពួកហ្នឹងសិតតែពួកធ្វើការងាររដ្ឋបានលុយច្រើនអ្នកដាំដើមឈើដាំអីណាយើងធ្លាប់ចង់ដាក់ពាក្យទៅដាំដើមឈើគេនៅឃើញស្រួលកាត់ស្មៅឯណាវាថាវាយកអាប័ណ្ណអនុបណ្ឌិតខាង agriculture ខាងឯកសិកម្មតែក៏កាត់ស្មៅហ្នឹងរៀនមួយថ្ងៃចេះ train កាត់ដើមឈើហ្នឹងវានៅបាននេះវាកាត់ប្រើអាណាម៉ាស៊ីនអាឡាននេះប៉ុណ្ណឹងកាត់ឲ្យកិនយកទៅជីស្រួលទាំងអីវាត្រូវការសិតតែបណ្ឌិតអនុបណ្ឌិតវាអត់ចង់ឲ្យពួកស្បែកសនិយាយទៅនៅស្រុកវាអត់ចង់ឲ្យជាតិដតីធ្វើតែតងការងាររដ្ឋមួយចំនួនធំសំបីតែកាត់ស្មៅសំបីតែដាំដើមឈើហ្នឹងឃើញធ្វើតិចវាកាន់យ៉ាងដែរណាវាអត់ចង់ឲ្យយើងធ្វើទេបើការងាររាជការសឹងតែអត់សោះមកឲ្យធ្វើតែធ្វើកន្លែងណាអត់សំខាន់ department ណាមិនទៅសំខាន់អញ្ចឹងវាមិនដូចយើងអត់ប្រកាន់ពុយសាសយួនចង់ធ្វើធំអញឲ្យធ្វើធំហើយអូខេធ្វើពីនេះក៏បានធ្វើមន្ត្រីជាន់ខ្ពស់ក៏បានធ្វើអង្គញាក៏បានអត់ចេះសោះក៏ធ្វើបាននៅនេះវាមិនថាអីទេច្បាប់វាបើក៏ធ្វើប៉ុន្តែវាយក requirement វាខ្ពស់តម្រូវការវាត្រូវរៀនចប់បកែតាំងពី high school មកអញ្ចឹងមកត្រូវចេះពីភាសាអង់គ្លេសបារាំងអីចឹងទៅត្រូវបានបន្ទុកប្រមាណឡើងទៅបានធ្វើប៉ូលីសបានទៅហ្វឹកហាត់ស្អីប្រហែលឆ្នាំបានទៅបានម្ល៉េះហើយទៅ requirement ហ្នឹងពិបាកដូចពួកយើងមកថ្មីចេះស្ពៃបាត់ហើយទៅរៀនស្អីកើតបានធ្វើអីគេណាសូម្បីតែកាត់ស្មៅវាអត់ឲ្យកាត់ក្នុងផាកវាយើងរៀនសិតតែអនុបណ្ឌិតខាង agriculture ខាងឯកសិកម្មហើយយើងមកវាឲ្យរៀន high school ភាសាទៀតយើងរៀនបញ្ញាបត្រអនុបណ្ឌិតចប់មកវាឲ្យរៀនថ្នាក់ទី10សាថ្មីធ្វើអីវាឥឡូវហើយយើងទៅរៀនមកដល់ចប់វិញហ្នឹងវាចប់សពគ្រប់ហើយតែដោយពួកពេទ្យពួកអីគេឲ្យ upgrade បានឃើញទៅបានពេទ្យអីភាសាគេដូចគ្នាអញ្ចឹងឃើញទីឃើញជនជាតិដទៃធ្វើពេទ្យហើយមានច្រើនខ្មែរយើងក៏មានខ្លះប៉ុន្តែបើរឿងប៉ូលីសរឿងទាហានរឿងអ្នកនយោបាយរឿង business ធំយើងចូលអត់ថ្ងៃរួចវាឲ្យចូលតិចតួចក្រមតែឥឡូវវាកាន់ណាគឺវាអញ្ចឹងហ្មងប្រព័ន្ធវាហើយឲ្យយើងដឹងកុំឲ្យតែពូនឹងវាជាស្ដីយកយើងចូលគ្រប់ដែរណាបែរនេះឲ្យចូលព្រោះហ្នឹងជាសម្រាប់សន្តិសុខជាតិគេត្រូវតែធ្វើអញ្ចឹងរៀបចំក្បួនគេអញ្ចឹងហើយគេមិនប្រកាន់ថាអីទេប៉ុន្តែគេដំឡើងប្រព័ន្ធអប់រំហ្នឹងខ្ពស់ឲ្យវាតឹងទៅ security រដ្ឋបាលវាតឹងទៅយើងចូលខ្លួនឯងតែចូលសុខជាតិអីហ្នឹងយើងឲ្យទៅក្រុមពេធំមួយបងនេះចូលក្រុមហើយបានធ្វើធំមួយដល់កូនចៅអញ30នាក់ចូលដែរដល់ឲ្យមកលេងប៉ុណ្ណឹងលេងទៅនៅផាកអង្គុយហើយកុំឲ្យអត់ប្រយោជន៍ចេះនិយាយលេងទៅដើម្បីមានរឿងស្ដាប់កុំឲ្យស្ងាត់ពេក